ំផឹងប៉ុណ្ណឹងដែរតែមិនឃើញជោគជ័យទៅណាសោះអញ្ចឹងទៅវត្តថ្ងៃនេះយកបេះរលឹកពីផ្លាយយកទៅប្រគេនលោកដើម្បីឲ្យលោកជួយមើលជោគវាសនារបស់ខ្ញុំថាជោគជ័យឆ្នាំណាខ្ញុំដេកចាំឈប់រកស៊ីអីបើរកស៊ីអីទៅរកខាតរកខុសរកខាតតរហូតខ្សែធនខ្សែដើមតរហូតអញ្ចឹងហើយរកលោកឲ្យជួយមើលតែជោគជ័យឆ្នាំណាឈប់រកស៊ីឲ្យដេកចាំដល់ឆ្នាំហ្នឹងហ្មងរួចបេះរលឹកចុះបេះឡើងហ្នឹងណាបងប្អូនស្រាប់តែប្រទេសឃើញរលឹកនេះបងប្អូនវានៅ5ថ្ងៃរងថ្ងៃសោះហ្នឹងវាចេះជាប់វាចេះខូចដែរវាចេះអាលៀកស្បែកអាលៀកអីសបកអីដែរនេះឡើងអាខ្លះវិញអាលួយហ្មងជាប់ខ្លាំងពេកដល់ថ្នាក់អាលួយខូចហ្មងបងប្អូនអញ្ចឹងបានថាទោះបីតារលឹកដោះមកតាំងពីដោះរហូតដល់ផ្លែប៉ុណ្ណេះនៅតែ5ថ្ងៃទេនៅធំត្រជាមួយពលឺថ្ងៃអត់បានចុះតម្រាំតែស្បែកមុខយើងនេះមួយថ្ងៃថ្ងៃណាត្រូវក្តៅថ្ងៃណាត្រូវត្រជាក់អញ្ចឹងវាសមមិនបានអញ្ចឹងហើយត្រូវទៅរកអីការពារហើយខ្ញុំនេះរងថ្ងៃហ្នឹងខ្ញុំតែងតែលាបជាមួយនឹងលេការពារក្តៅថ្ងៃ Shiny Skin ពីព្រោះអី Shiny Skin មានកម្រិតទប់កម្ដៅថ្ងៃបានខ្ពស់ហើយមាន SPF ខ្ពស់មែនតើដល់50 PA បូកបងប្អូនហើយជួយឲ្យមុខយើងមានសំណើមការពារកុំឲ្យមុខយើងឡើងមុនឡើងជាប់អីហ្នឹងណាបងប្អូនលាបលេការពារក្តៅថ្ងៃអីហើយខ្ញុំក៏ទៅវត្តយកលឹកទៅប្រគេនលោកអញ្ចឹងណាបងប្អូនតែបងប្អូនអាចជីវិតខ្ញុំមិននឹកស្មានថាបរាជ័យសំបីតែជួបលោកអត់ទៅដល់វត្តហើយអត់ជួបលោកទៀតព្រះអង្គមុនទៅសូត្រមុននៅណានៅណីបាត់ហេជីវិតអីក៏បរាជ័យដល់ថ្នាក់ហ្នឹងបងប្អូនហើយមកពីវត្តវិញក៏ចូលមើលលឹកខ្ញុំមកកន្លែងទៀតកន្លែងដាំថ្មីនេះហើយបងប្អូនអាណាដោះអាណាអត់ដោះយីទៅគឺហត់នៅបងប្អូនជីវិតខ្ញុំដូចប្រាជ័យគ្រប់រឿងតែម្ដងហើយមកពីវត្តវិញក៏មកបេះអាលឹកប្រហើយអាលឹកដែលម៉ាក់ខ្ញុំផ្សេងទៀតមកឲ្យគេអស់ហើយអាលឹកនេះដែលបេះវល់ល្មមវល់អីអស់គេអស់ហើយប៉ុន្តែវានៅអាបាតិកាហើយនឹងសាលាផ្លែល្អធំហ្នឹងប្រហែលកន្លះល្មមអញ្ចឹងក៏មកបេះប្រហើយដើម្បីយកមកទុកនៅផ្ទះចែកបងប្អូនហូបខ្លះទុកហូបខ្លួនឯងខ្លះអីចឹងទៅណាបងប្អូនហើយខ្ញុំទៅវត្តហ្នឹងប្រងទៅមើលពីជោគវាសនាខ្លួនឯងអាហារជោគជ័យឆ្នាំណាចង់សួរព្រះអង្គអញ្ចឹងណាព្រោះរកស៊ីអីមើលទៅក៏ដាក់រទៅក៏ខាតរកនេះក៏ខុសរកនោះក៏ខុសអញ្ចឹងណាដូចជាបរាជ័យគ្រប់រឿងតែម្ដងរកមិនដែរត្រូវរកមិនដែរកាក់កបស្អីទេហើយខ្ញុំក៏មិនដែរស្គាល់គ្រូទស្សទាយជោគវាសនាគ្រូមើលឈុតគ្រូកាត់ឆុងអីដែរខ្ញុំធ្លាប់មើលតែលោកអញ្ចឹងណាហើយលោកក៏គាត់រៀងអ្នកស្គាល់ចិត្តស្និទ្ធសាច់ញាតិអីដែរអញ្ចឹងខ្ញុំក៏អាសាទៅវត្តទៅឲ្យលោកជួយស្រោចទឹកស្រោចអីអញ្ចឹងទៅហើយពេលមុនខ្ញុំដាំណាខ្ញុំបានសួរលោកទៀតបងប្អូនខ្ញុំទៅស្រោចទឹកខ្ញុំជូនបងខ្ញុំទៅគាត់ចង់ធ្វើផ្ទះធ្វើអីចង់មើលពេលវេលាធ្វើផ្ទះធ្វើសម្បែងអីខ្ញុំក៏បានសួរគាត់ដែរថាបើសិនជាកណាដាំមួយលខែហ្នឹងទៅមិនដែរលោកមៀបហើយពេលហ្នឹងលោកប្រាប់ថាខាត់ 70% មិនបាច់ដាំទេបើដាំទៅសក់ស្រូវឬក៏ខ្ទឹមអីទៅប៉ុន្តែខ្ញុំនេះអត់ជឿទេខ្ញុំគិតថាឲ្យតែខ្ញុំខំប្រឹងមើលថែដិតដល់ដឹងតែបានផលល្អបានចំណេញហើយប៉ុន្តែមានណាបងប្អូនទោះបីខ្ញុំខំថែអត់បាយអត់ទឹកមួយថ្ងៃវាស់ល្ងាចមុខខ្មៅប៉ែមិនក៏ដោយគឺអត់ហ៊ានឈប់អត់ហ៊ានសម្រាប់ទេលទ្ធផលចុងក្រោយខាតតែដែរហើយរឿងអបិយជំនឿខ្ញុំមិនមែនអត់ជឿសោះហើយក៏ខ្ញុំមិនមែនជឿងប់ដែរខ្ញុំជឿខ្លះអត់ខ្លះអញ្ចឹងណាបងប្អូនប៉ុន្តែលោកទោះទីមកដូចវាអត់ខុសហ្មងដូចវាត្រូវហ្មងហើយបានខ្ញុំចង់ទៅទោះទីថាខ្ញុំជោគជ័យឆ្នាំណាអាចដេកចាំដល់ឆ្នាំនោះហ្មងអញ្ចឹងគាត់ឆ្នាំ2024ខ្ញុំមានរឿងច្រើនខ្លះមែនតើមានរឿងបេតិហេតុផងមានរឿងបាត់បង់ទ្រព្យសម្បត្តិផងខូចខាតទ្រព្យរបស់ផងមានរឿងរស់ស៊ីខាតផងហើយមានរឿងច្រើនទូចផ្សេងទៀតជាច្រើនខ្ញុំគិតថាចាប់ឆ្នាំ2024គឺខ្ញុំចប់រឿងអស់ហ្នឹងហើយប៉ុន្តែស្ដែងអត់ទេចូលដល់25ហ្នឹងគឺដុបខ្លាំងជាឆ្នាំមុនទៀតគាត់ចូលដល់ខែ1ពឹបម៉ាក់ខ្ញុំលក់លឹកខាតហើយគេអត់ឲ្យលុយទៀតនៅរហងៃគេអត់តន់ឲ្យទេនៅ5លាននៅគេឡើយហើយដាំអាលឹកវគ្គនេះគឺខាតទៀតហើយវីដេអូខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់ជូនពរសុខភាពល្អទាំងអស់គ្នាណាអរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយ